តែជនជាតិថៃមានប្រភពកំណើតមកពីណាប្រវត្តិសាស្ត្ររបស់ជនជាតិថៃគឺជាប្រធានបទមួយដែលមានភាពស្មុគស្មាញនិងត្រូវការការពិភាក្សាដោយផ្អែកលើភស្តុតាងប្រវត្តិសាស្ត្របុរាណវិទ្យាភាសាសាស្ត្រនិងការស្រាវជ្រាវអំពីការផ្លាស់ទីលំនៅរបស់ប្រជាជនការយល់ដឹងអំពីប្រភពកំណើតរបស់ជនជាតិថៃមិនគួរត្រូវបានកាត់សេចក្តីដោយសម្លាញ់ថាជាជនជាតិមួយដែលកើតឡើងនៅទីតាំងតែមួយនោះទេព្រោះការបង្កើតអត្តសញ្ញាណថៃសម័យទំនើបគឺជាលទ្ធផលនៃការប្រមូលផ្ដុំនិងការលាយបញ្ចូលគ្នារបស់ប្រជាជនជាច្រើនក្រុមក្នុងអាស៊ីអាគ្នេយ៍ចំណុចសំខាន់មួយក្នុងការសិក្សាប្រភពកំណើតរបស់ជនជាតិថៃគឺភាសាថៃស្ថិតក្នុងក្រុមភាសាថៃដែលជាផ្នែកមួយនៃគ្រួសារភាសាតៃកាដៃភាសាដែលមានសាច់ញាតិជាមួយភាសាថៃមានការរីករាលដាលនៅតំបន់ជាច្រើននៃអាស៊ីអាគ្នេយ៍និងភាគខាងត្បូងប្រទេសចិនព្រមដែលមានភាសានិងវប្បធម៌ពាក់ព័ន្ធនឹងតៃមាននៅតំបន់ដូចជាយូណាននិងតំបន់ភាគខាងត្បូងនៃប្រទេសចិនព្រមទាំងប្រទេសឡាវវៀតណាមមីយ៉ាន់ម៉ានិងតំបន់ជាប់ព្រំដែនផ្សេងៗដូច្នេះប្រសិនបើយើងសួរតើថៃមកពីណាចម្លើយតាមទស្សនៈភាសាសាស្ត្រគឺមិនអាចកំណត់ជាចំណុចតែមួយបានទេវាគួរត្រូវបានយល់ថាជាផ្នែកមួយនៃប្រវត្តិសាស្ត្រការផ្លាស់ទីនិងការរីករាលដាលរបស់ក្រុមប្រជាជននិយាយភាសាតៃនៅអាស៊ីទ្រឹស្ដីអំពីការផ្លាស់ទីពីភាគខាងត្បូងចិនទ្រឹស្ដីមួយដែលត្រូវបានពិភាក្សាយ៉ាងទូលំទូលាយក្នុងការសិក្សាប្រវត្តិសាស្ត្រគឺថាក្រុមប្រជាជននិយាយភាសាតៃមួយចំនួនបានផ្លាស់ទីចុះមកភាគខាងត្បូងពីតំបន់ដែលស្ថិតនៅភាគខាងត្បូងប្រទេសចិននិងតំបន់ជាប់ពាក់ព័ន្ធការផ្លាស់ទីនេះមិនមែនមានន័យថាប្រជាជនថៃសម័យបច្ចុប្បន្នទាំងអស់បានធ្វើដំណើរចេញពីប្រទេសចិនក្នុងពេលតែមួយនោះទេផ្ទុយទៅវិញវាជាដំណើរការដ៏យូរអង្វែងដែលមានការផ្លាស់ទីរបស់ក្រុមតូចៗជាច្រើនក្នុងរយៈពេលជាច្រើនសតវត្សរ៍នៅពេលក្រុមប្រជាជននិយាយភាសាតៃចូលមកតំបន់អាស៊ីអាគ្នេយ៍ពួកគេបានជួបប្រទះប្រជាជនដែលរស់នៅទីនេះរួចហើយបានកើតមានការប្រាស្រ័យទាក់ទងការរៀបការរួមគ្នាការប្រកួតប្រជែងនិងការផ្លាស់ប្ដូរវប្បធម៌ដំណើរការទាំងនេះបានចូលរួមក្នុងការបង្កើតសង្គមថ្មីៗនៅតំបន់នេះមូលហេតុគឺក្រុមភាសាតៃនិងជនជាតិថៃសម័យទំនើបមិនមែនជារឿងដូចគ្នាទាំងស្រុងទេក្រុមប្រជាជននិយាយភាសាតៃមានប្រវត្តិសាស្ត្រយូរអង្វែងនិងមានភាពចម្រុះជនជាតិថៃដែលយើងស្គាល់នៅសព្វថ្ងៃបានកើតឡើងតាមរយៈដំណើរការប្រវត្តិសាស្ត្រនៅអាស៊ីអាគ្នេយ៍ផ្ទាល់ជាពិសេសតំបន់ដែលក្លាយជាប្រទេសថៃសព្វថ្ងៃមានប្រជាជនរស់នៅជាច្រើនក្រុមមុនពេលការកើតឡើងនៃរដ្ឋថៃដំបូងៗក្នុងចំណោមក្រុមទាំងនោះមានប្រជាជនមូនខ្មែរនិងក្រុមជនជាតិផ្សេងៗទៀតដែលបានបង្កើតសហគមន៍ទីក្រុងនិងអរិយធម៌នៅតំបន់នេះមុននិងក្នុងអំឡុងពេលការរីកចម្រើនរបស់រដ្ឋថៃតំបន់អាស៊ីអាគ្នេយ៍មិនមែនជាតំបន់ទំនេរឡើយចំណុចនេះមានសារៈសំខាន់ខ្លាំងណាស់ព្រោះពេលនិយាយអំពីការផ្លាស់ទីរបស់ក្រុមតៃមិនគួរបង្កើតការយល់ឃើញថាតំបន់អាស៊ីអាគ្នេយ៍នៅពេលនោះគ្មានមនុស្សរស់នៅទេមុនការរីកចម្រើនរបស់អំណាចតៃតំបន់នេះមានអរិយធម៌និងរដ្ឋបុរាណជាច្រើននៅតំបន់ដែលស្ថិតក្នុងប្រទេសថៃសព្វថ្ងៃមានឥទ្ធិពលវប្បធម៌មននិងខ្មែរព្រមទាំងឥទ្ធិពលពីឥណ្ឌានិងអរិយធម៌ជិតខាងផ្សេងៗឧទាហរណ៍រដ្ឋខ្មែរនិងវប្បធម៌ខ្មែរបានមានឥទ្ធិពលយ៉ាងសំខាន់លើតំបន់ដែលជាប្រទេសថៃសព្វថ្ងៃប្រាសាទសិលាចារឹកប្រព័ន្ធសាសនាសិល្បៈនិងសំណង់មួយចំនួននៅភាគកណ្ដាលនិងភាគឦសានប្រទេសថៃសុទ្ធតែបង្ហាញពីទំនាក់ទំនងប្រវត្តិសាស្ត្រដ៏ស៊ីជម្រៅរវាងតំបន់ទាំងនេះជាមួយអរិយធម៌ខ្មែរនេះមិនមានន័យថាថៃគឺជាខ្មែរឬខ្មែរគឺជាថៃនោះទេវាមានន័យថាប្រវត្តិសាស្ត្ររបស់ប្រជាជននានានៅអាស៊ីអាគ្នេយ៍មានការតាក់ទងនិងឥទ្ធិពលគ្នាទៅវិញទៅមកយ៉ាងខ្លាំងពីក្រុមតៃទៅកាន់រដ្ឋសុខោទ័យនិងអយុធ្យានៅចន្លោះសតវត្សទី12ដល់ទី13រដ្ឋដែលដឹកនាំដោយក្រុមអ្នកនិយាយភាសាតៃបានកើនឡើងនៅតំបន់អាស៊ីអាគ្នេយ៍ដីគោកសុខោទ័យត្រូវបានចាត់ទុកថាជារដ្ឋតៃដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រថៃប៉ុន្តែការកើតឡើងរបស់សុខោទ័យមិនគួរត្រូវបានយល់ថាជាការចាប់ផ្ដើមប្រវត្តិសាស្ត្ររបស់ដែនដីនេះទាំងមូលឡើយមុនសុខោទ័យមានរដ្ឋនិងមជ្ឈមណ្ឌលនយោបាយនិងសេដ្ឋកិច្ចដ៏សំខាន់រដ្ឋអយុធ្យាបានពង្រីកអំណាចនិងបញ្ចូលប្រជាជននិងវប្បធម៌ជាច្រើនក្រុមចូលទៅក្នុងរដ្ឋរបស់ខ្លួនដំណើរការនេះបានជួយបង្កើតមូលដ្ឋានសម្រាប់ការវិវត្តនៃអត្តសញ្ញាណសង្គមនិងនយោបាយដែលក្រោយមកត្រូវបានហៅថាថៃអត្តសញ្ញាណថៃគឺជាលទ្ធផលនៃការលាយបញ្ចូលគ្នាការសិក្សាប្រវត្តិសាស្ត្រសម័យទំនើបធ្វើឲ្យយើងយល់ថាជាតិមួយមិនចាំបាច់កើតឡើងពីឈាមរបស់ក្រុមមួយតែមួយនោះទេសង្គមថៃសម័យទំនើបគឺជាលទ្ធផលនៃការរួមបញ្ចូលរបស់ប្រជាជនជាច្រើនក្រុមតៃបានចូលរួមយ៉ាងសំខាន់ក្នុងការបង្កើតរដ្ឋនិងភាសាដែលក្លាយជាមូលដ្ឋាននៃប្រទេសថៃប៉ុន្តែប្រវត្តិសាស្ត្ររបស់ប្រទេសនេះក៏មានការរួមចំណែកពីមនខ្មែរចិនម៉ាឡេនិងក្រុមជនជាតិជាច្រើនទៀតផងដែរហេតុនេះការសួរថាថៃជាជនជាតិដើមមែនឬទេគួរត្រូវបានបំបែកជាពីរផ្នែកតើប្រជាជនណាខ្លះរស់នៅលើដែនដីនេះពីមុននិងតើក្រុមតៃបានចូលមកនិងបង្កើតអំណាចនៅទីនេះយ៉ាងដូចម្តេចចម្លើយចំពោះសំណួរទាំងពីរនេះនឹងធ្វើឲ្យយើងយល់ប្រវត្តិសាស្ត្របានច្បាស់ជាងការប្រើពាក្យជនជាតិដើមឬជនអន្តោប្រវេសន៍តែប៉ុណ្ណោះតើប្រវត្តិសាស្ត្រនេះមានន័យយ៉ាងដូចម្តេចចំពោះខ្មែរ
ការសិក្សាប្រភពកំណើតរបស់ជនជាតិថៃមិនគួរត្រូវបានប្រើប្រាស់ដើម្បីបង្កើតការស្អប់ខ្ពើមរវាងជាតិទាំងពីរឡើយផ្ទុយទៅវិញវាគួរតែជួយឲ្យយើងយល់ថាប្រវត្តិសាស្ត្រខ្មែរនិងថៃមានការតាក់ទងគ្នាយូរមកហើយអាណាចក្រខ្មែរនិងរដ្ឋតៃនៅតំបន់នេះបានតាក់ទងគ្នាតាមរយៈសង្គ្រាមពាណិជ្ជកម្មសាសនាសិល្បៈភាសានិងការផ្លាស់ប្ដូរប្រជាជនដូច្នេះឥទ្ធិពលខ្មែរដែលអាចសន្និដ្ឋានថាជនជាតិថៃទាំងមូលមានប្រភពពីខ្មែរឡើយជាមួយគ្នានេះការទទួលស្គាល់ថាក្រុមតៃមានប្រវត្តិការផ្លាស់ទីពីតំបន់ភាគខាងត្បូងចិននិងតំបន់ជិតខាងក៏មិនមានន័យថាប្រជាជនថៃសពថ្ងៃគ្មានទំនាក់ទំនងជាមួយដែនដីដែលពួកគេរស់នៅនោះទេប្រវត្តិសាស្ត្ររបស់ជាតិមួយត្រូវបានបង្កើតឡើងតាមរយៈការរស់នៅការកសាងរដ្ឋនិងការផ្លាស់ប្ដូររបស់មនុស្សជាច្រើនជំនាន់បើសួរថាតើជនជាតិថៃមានប្រភពកំណើតមកពីណាចម្លើយដែលមានភាពប្រុងប្រយ័ត្នតាមប្រវត្តិសាស្ត្រគឺជនជាតិថៃសម័យទំនើបមានប្រភពពីដំណើរការប្រវត្តិសាស្ត្រដ៏ស្មុគស្មាញរបស់ក្រុមប្រជាជននិយាយភាសាតៃដែលមានទំនាក់ទំនងជាមួយតំបន់ភាគខាងត្បូងប្រទេសចិននិងអាស៊ីអាគ្នេយ៍ហើយបានរួមបញ្ចូលជាមួយប្រជាជនដែលរស់នៅក្នុងតំបន់នេះរួចមកហើយដូច្នេះយើងមិនគួរនិយាយដោយសាមញ្ញថាថៃមកពីចិនឬថៃមកពីខ្មែរនោះទេប្រវត្តិសាស្ត្រពិតប្រាកដមានភាពស្មុគស្មាញជាងនេះក្រុមតៃបានក្លាយជាកម្លាំងនយោបាយសំខាន់នៅអាស៊ីអាគ្នេយ៍ហើយតាមរយៈសុខោទ័យអយុធ្យាធនបុរីនិងបាងកកអត្តសញ្ញាណនយោបាយនិងជាតិថៃបានវិវត្តជាបន្តបន្ទាប់រហូតក្លាយជាប្រទេសថៃសម័យទំនើបការយល់ពីប្រវត្តិសាស្ត្របែបនេះមិនមែនដើម្បីបន្ទាបតម្លៃជាតិណាមួយទេប៉ុន្តែដើម្បីបង្ហាញថាអាស៊ីអាគ្នេយ៍គឺជាតំបន់ដែលប្រជាជាតិនិងអរិយធម៌ជាច្រើនបានរស់នៅតាក់ទងនិងមានឥទ្ធិពលលើគ្នាទៅវិញទៅមកអស់រយៈពេលរាប់សតវត្សរ៍